បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឱសថបារាណជ័យទឹកសូមលើកយកមករុក្ខជាតិមួយទៀតហើយឈ្មោះត្រាត្រៅសម្លហើយស្រូវសម្លនេះផងដែរពាក់ព័ន្ធនឹងបំបត្តិហើមរាកមូលទប់រាកបងប្អូនហើយនឹងហើយដូចជាខ្មុំតិចជាដើមហើយដូច្នេះសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបាទបងប្អូនណាថ្ងៃនេះខ្ញុំបាទគ្រូឱសថបារាណជ័យទឹកសូមលើកយកមករុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងដែរដូចជាត្រាវសម្លនេះបងប្អូនហើយយកទៅប្រើដើម្បីជួបនឹងជំងឺផ្សេងបងសិនបងប្អូនជួបនឹងជំងឺផ្សេងដូចជាជំងឺរលាកកាត់បន្ថយការរលាកកាត់បន្ថយការហើមអញ្ចឹងបងប្អូនយកទៅប្រើប្រាស់ត្រាវសម្លនេះដូចជារលាករ៉ាំរ៉ៃរលាករលរៀលធ្ងន់ធ្ងរបងប្អូនឲ្យដាក់យកទៅប្រើស្ងួតបងប្អូនចិត្តយើងយកមើមវាចង់និយាយថាយកមើមវាសិនខ្ញុំរៀបរាប់មើមសិនបងប្អូនណាយក60ទៅ120ក្រាមបើសិនជារលាករលរៀលរលាកធ្ងន់ធ្ងរយើងយកទៅប្រើទៅបងប្អូនប្រើដាំពិសាទទួលទានទៅស្ងួតណាបងប្អូនយកពិសាទទួលទានទៅនឹងជាសះស្បើយពីអាការៈរោគរលាកធ្ងន់ធ្ងរហើយបន្ថយការហើមនឹងហើយនឹងទី1បងប្អូនទី2បងប្អូនយកស្លឹកនិងធាងរបស់ត្រាវនេះបងប្អូនបើសិនជាបងប្អូនរលាកហើយនឹងទប់រាកបងប្អូនយកទៅប្រើរាកធម្មតាបងប្អូនបើសិនរាកធ្ងន់ធ្ងរបងប្អូនប្រើ60ទៅ120ក្រាមហើយបើរលាកធម្មតាទេបងប្អូនប្រើតែ15ក្រាមទៅ30ក្រាមបានហើយបើសិនតែលាកធម្មតាបើលាកធ្ងន់ធ្ងរនោះលាកមកចេញឈាមលាកខ្លាំងមូលពោះឈឺបំបត្តិអញ្ចឹងហ្នឹងហៅថាធ្ងន់ធ្ងរហើយរាកមួយថ្ងៃ4-10ដងយើងទៅហើយបើលាកធម្មតាទេមួយថ្ងៃ2-3ដងអញ្ចឹងទៅបងប្អូនយកទៅប្រើតែ15ក្រាមទៅ30ក្រាមទេហើយបើលាកធ្ងន់ធ្ងរបងប្អូនប្រើ60ក្រាមទៅ120ក្រាមហ្នឹងលោកគ្រូនិយាយ2ដងដើម្បីឲ្យបងប្អូនចាំណាបងប្អូនហើយនឹងទី2បងប្អូនទី3រាកកម្រិតស្រាលបំផុតហ្នឹងហើយបងប្អូនដាំធាងវាយកធាងនឹងកម្រិតធាងដូចគ្នាបងប្អូនណាហើយបងប្អូនដាក់ទៅពិសាទទួលទាន2-3មួយម្សៀវ2ម្សៀវទៅបាត់ហើយបងប្អូនហ្នឹងត្រាវរបស់យើងហ្នឹងណាត្រាវសម្លយើងហ្នឹងហើយចាស់បុរាណគេច្រើនយកធ្វើសម្លអាហ្នឹងងាស់វាបន្តិចទេប្រធាតវាសារធាតុវាលមាស់ដែរប៉ុន្តែលមាស់តិចបងប្អូនណាដល់ពេលយើងងាស់ទៅវាបាត់លមាស់ហើយរុក្ខជាតិទាំងមូលនេះផងដែរបងប្អូនណាបងប្អូនយកទៅបុកហើយដូចជាស្លឹកដូចជាធាងដូចជាមើមអញ្ចឹងបងប្អូនយកទាំងអស់ហ្នឹងទៅបុកវាឲ្យតិចបងប្អូនទៅពំពោកបើសិនបងប្អូនកើតបោសរំពោកលើមុខបោសហ្នឹងទៅធ្វើឲ្យបុកហ្នឹងឆាប់ធ្លាយហើយបើសិនបោសហ្នឹងទូចទៀតទេវាឆាប់ក្រាបទៅវិញអ្នកខ្លះទៅក្រាបទៅវិញអ្នកខ្លះទៅឆាប់ធ្លាយហើយការឈឺចាំហ្នឹងវាមិនឈឺវែងចង់និយាយអញ្ចឹងបងប្អូនហើយនឹងមួយទៀតបើសិនជាបងប្អូនបុកមើមហ្នឹងយកទៅបុកលាយជាមួយទឹកឃ្មុំអាហ្នឹងក៏កបប្រសើរជំងឺបោសដែរយើងលាយទឹកឃ្មុំទៅពិសាទទួលទានទៅក៏បានក៏យើងពពកក៏បានដែរអាហ្នឹងលាយទឹកឃ្មុំណាហើយនៅចុងក្រោយនេះលោកគ្រូសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតដែលបានចូលមើលចូលស្ដាប់ដើម្បីជាយកទៅប្រើប្រាស់ដើម្បីសុខភាពបងប្អូនឲ្យបងប្អូនមានសុខភាពល្អហើយសូមជូនពរបងប្អូនសូមឲ្យបងប្អូនបានសុខចម្រើនហើយម្យ៉ាងទៀតសូមឲ្យទេវតានឹងថែរក្សានៅក្នុងភ្នំតាម៉ៅជើងភ្នំតាម៉ៅនេះសូមរក្សាបងប្អូនសូមឲ្យបងប្អូនបានជួបជុំក្រុមគ្រួសារមានសុភមង្គលក្នុងក្រុមគ្រួសារគ្រប់គ្នាម្យ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមគោរពសូមជម្រាបលា